សួស្តីអរគ្នាខ្ញុំរាងនេះមកស្លកកៅថ្នោតឆ្អឹងជំនីជ្រូកបាទហើយមុនដំបូងនេះគឺយើងលាងសាច់ឲ្យស្អាតយកមកដាក់វាកឹបពុបជីកង់ហើយខ្ទឹមសហើយគេច្រាំវាជាមួយនឹងប្រហុកឲ្យគាត់ថាដាក់តិចបានហើយច្រាំឲ្យបានប្រាប់មានណាដាក់ច្រើនបាត់ហើយបាទមានថ្នោត2ថង់ហើយនឹងអីគេកលីងឈ្ងុយអ្នកនរគ្នាខ្លាញ់ចូលដាក់ខ្ទឹមសឲ្យឈ្ងុយតមកទៀតយើងដាក់ឆ្អឹងជំនីជ្រូករបស់យើងទៅកូរត្រឡប់100ត្រឡប់ទៅនឹងឲ្យឈ្ងុយឆ្ងាញ់ពិសាទៅហើយបើដាក់ទឹកថែមចូលជាតិសាហាវបាទថតកាត់នឹងពិសាថតកាត់ថតយកមកថត3 4ដងថតកាត់ទៅហើយដាក់ទឹកចូលអ្នកនេះទឹកចូលឈ្ងុយឆ្ងប់លើកទី1បាទឡូកូម៉ែប្រាប់ទេវិធីស្លហ្នឹងហើយយើងដាក់ឈ្ងុយហើយដាក់ប្រហុកដាក់អីចូលហើយកូរវាឈ្ងុយទៀតហ្នឹងហើយឈ្ងុយដល់បើឈ្ងុយហើយដាក់បន្លែចូលដាក់អីថ្នោតហ្នឹងហើយដូចឃើញផ្លែថ្នោតទេអីគេអានេះកដាគេឆ្ងាញ់ខ្ចីហាត់ទឹកឆ្ងាញ់ជាតិអ្នកគ្នាមកធ្លាមកកាលពីមុនចូលចិត្តហ្នឹងហើយឥឡូវគឺលះបង់អស់ហើយបាទស្លនេះ2នាក់ម៉ែខ្ញុំមួយហើយខ្ញុំបើមិនឆ្ងាញ់ទេមិនដឹងថាម៉េចទេបាទដាក់អស់ហើយម៉ែថាអូខ្វះផ្ទៃកាត់បន្តិចមកខ្ញុំមានការច្រើនដាក់ឯងចូល50ដើមមកភ្លឹបលៀងម៉ែថាលេខដើមផងបាទអត់អីអត់បញ្ហាទេបាទចិត្តស្បកចាញ់ទេតែឆ្ងាញ់អ្នកហូបបាទថ្ងៃនេះបានស្លកកោបាទខ្ញុំមិនអ្នកហូបទេហ្នឹងហើយបានត្រឹមស្លត្រឹមថតហ្នឹងតំណែងអ្នកគ្នាតំណែងឆ្ងាញ់ខ្ញុំអត់ដឹងដែរមានប៉ុណ្ណឹងណាពីខ្ញុំតារាសូមអរគុណនិងសូម